Nè mô tát sập hệ cơ vẹ tao Araha tao Sama Sambuddhasa nè mô tát sập hệ cơ vẹ tao Araha tao Sama Sambuddhasa nè mô tát sập hệ cơ vẹ tao Araha tao Sama Sambuddhasa Nhâmព្រះអង្គសូមនមស្ការថ្វាយបង្គំចំពោះព្រះអរហន្តមុនីសម្មាសម្ពុទ្ធព្រះអង្គនោះដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅញាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយនឹងសូមនមស្ការចំពោះព្រះធម៌ដែលជានិយានិកធម៌របស់សាពងពោះមួយលើដោយការនមស្ការចំពោះព្រះសង្ឃទាំងអរិយសង្ឃនិងសមាធិសង្ឃគ្រប់ការទាំងពួងសូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះកណ្ដាគ្រប់ព្រះអង្គមានព្រះអង្គគ្រូចារិកាវត្តភូមិថ្មីអូខោក្លោពេលនោះមែនទេចឹងណាវត្តអីវត្តអង្គស្ដុកណាអិនតសវណ្ណមេះប្រអិនចឹងណាប៉ុន្តែនៅក្នុងកម្មវិធីបុណ្យឆ្លងខឿននិងបដិស្ថានព្រះពោធិព្រឹក្សនៅក្នុងទីវត្តអិនតសវណ្ណហើយអង្គស្ដុកឃុំអូឡោកស្រុកអង្គស្នួលខេត្តកណ្ដាលដែលបានដឹកនាំកសាងដោយអង្គគ្រូផាសុកថេរោផលសុផាប្រធានសង្ឃប្រចាំវត្តណាធ្វើប្រធានសង្ឃមកអត់ធ្វើចារិកាទេណាហើយនឹងវិខអឿនសុផាជាទេសាចារ្យបង្រៀនផ្នែកព្រះសង្ឃមានភាសាបាលីជាដើមបាសិកាតែឃឹមព្រមទាំងបុត្រនៅភ្នំពេញលោកអឹងលីខៀងនិងអ្នកស្រីទូចច័ន្ទសីព្រមទាំងបុត្រនៅភ្នំពេញលោកសៀកសារិននិងលោកស្រីឈឹមសវណ្ណវណ្ណីព្រមទាំងបុត្រអូដំនៅអូដំឯណាទៅអូដំណាលោកឌីម៉ារ៉េតនិងលោកស្រីឈឹមវណ្ណថនព្រមទាំងបុត្រនៅអូដំដំសេងរ៉ុនដិនណានិងលោកជំទាវនៅភ្នំពេញបាសិកាអេងថោនិងលោកតាឃីមរីមព្រមទាំងបុត្រនៅភ្នំពេញបាសិកាអាំងហេងព្រមទាំងបុត្រអូឈ្មោះច្រើនណាស់ទេណាអានបានអស់ទេណាចាំព្រះអង្គប្រធានសង្ឃអានបញ្ចប់ណារួមជាមួយពុទ្ធបរិស័ទច្រើនទៀតដែលមានការជួបជុំមូលមតិគ្នាដោយភាពជាអ្នកមានទិដ្ឋិដូចគ្នាហៅថាទិដ្ឋិសាមញ្ញតាគឺថាការដែលយល់ដឹងក្នុងរឿងបុណ្យកុសលនឹងដូចគ្នាក៏ចេះតែជួបជុំគ្នាធ្វើដោយសេចក្តីស្រស់ស្រាយរីករាយរាល់គ្នាចឹងទៅធ្វើឲ្យរបស់មិនមានទៅជារបស់មានទៅទីវត្តអារាមគឺកើតឡើងមកអំពីការដែលព្រះសង្ឃនិងពុទ្ធបរិស័ទអាចារ្យគណៈកម្មការមានសេចក្តីស្មោះស្ម័គ្រក្នុងធម៌មិនប្រព្រឹត្តទៅដើម្បីការចាប់ទោសកំហុសគ្នាទៅវិញទៅមកណា អ
vì rong ca để thà thôi bon nâng cứ ta thôi xịt đây lọ nâng mình bên lọ sầm rạp tại dương mình để ai ấy cứ lọ sầm rạpក្រុមគ្រួសារល្អសម្រាប់សហគមន៍ល្អសម្រាប់ទីវត្តអារាមហើយការធ្វើបុណ្យកុសលហ្នឹងក៏មិនមែនដើម្បីតែយើងដែលកំពុងតែរស់រានមានជីវិតអីទេគឺថាអាចជាកេរមរតកជាអំពើជារូបមន្តរបៀបរបបសម្រាប់មនុស្សម្នាដែលច្រើនក្រៅពីយើងដែលជ្រះថ្លាហើយនឹងទៅទៀតឬថាសម្រាប់កុលបុត្រចំនួនក្រោយទៅទៀតចឹងទៅដែលអាចជាអ្នកបន្តវង្សបន្តការគោរពការបូជាថែរក្សានៅអ្វីដែលយើងបានធ្វើបានកសាងដូចជាយើងគ្រប់គ្នាដែលយើងបានស្ដាប់ពធបានជ្រះថ្លារក្សាសិលធ្វើទានដូចសពថ្ងៃនេះគឺថាមួយចំណែកដ៏ធំហ្នឹងគឺថាពាក់ព័ន្ធជាមួយនឹងគុណូបការៈរបស់ពុព្វបរិសរបស់យើងជាដូនជីតារបស់យើងដែលជាអ្នកកាន់ពុទ្ធសាសនាពីមុនមកហ្នឹងដែលថ្មីត្បិតថាឪពុកម្ដាយខ្លះជាដូនជីតាខ្លះគាត់បានដឹកនាំយើងខ្លះមិនបានខ្លះអីយ៉ាងណាប៉ុន្តែអំពើរបស់គាត់នឹងក៏យើងធ្លាប់បានឃើញធ្លាប់បានដឹងថាគាត់ជាអ្នកមានសទ្ធាជ្រះថ្លាមានការបូជាចំពោះបរតនត្រ័យទៅអ្វីដែលជាទម្លាប់ការធ្លាប់ការធ្វើរបស់ឪពុកម្ដាយរបស់ជាដូនជីតារបស់យើងនឹងក៏វាជះឥទ្ធិពលមកដល់យើងដែលជាកូនចំនួនក្រោយមនុស្សសម័យថ្មីណាហើយបើថាឪពុកម្ដាយរបស់យើងជីដូនជីតារបស់យើងមិនធ្លាប់ជាអ្នកកាន់ពុទ្ធសាសនាទេធ្វើម៉េចនឹងងាយថាយើងបានមកវត្តមកវាដែលចឹងបានថាយើងកុំភ្លេចនៅអ្វីដែលជាគុណូបការៈរបស់ពុព្វបរិសយើងពីមុនមកនឹងណាធ្លាប់សូត្រធម៌ឲ្យយើងឮហ្នឹងគឺថាយើងបានឮធម៌ដែលចាស់សូត្រពីដើមមកដែលយើងមិនតន់ជ្រះថ្លាហើយក៏ដោយតែគឺសិតតែនាំឲ្យយើងបានឧបនិស្ស័យទាំងអស់អ្វីត្បិតថាការដែលយើងពីក្មេងឮធម៌ទៅមិនចូលចិត្តឮទៅសบายចិត្តខ្លះមិនសบายចិត្តខ្លះអីយ៉ាងណាក៏ដោយចុះប៉ុន្តែគ្រប់ការឮនោះសិតតែបានមកជាឧបនិស្ស័យគ្រាន់តែថាថ្ងៃហ្នឹងយើងអត់តន់ចេះទទួលយកនៅធម៌ថ្ងៃក្រោយមានហេតុការណ៍ណានីមួយគឺនឹងទទួលយកជួយយកហើយដូចមានរឿងឧទាហរណ៍ដែលព្រះអង្គទៅសួរសុខទុក្ខព្រាហ្មណ៍ម្នាក់ដែលគាត់ជាអ្នកធ្វើស្រែចម្ការអញ្ចឹងណាធ្វើស្រែដើម្បីបានប្រោសព្រាហ្មណ៍ហ្នឹងព្រះអង្គត្រូវធ្វើសេចក្តីស្និទ្ធស្នាលជាមួយព្រាហ្មណ៍ហ្នឹងឯងតាំងពីថ្ងៃដែលគាត់ទៅជំរះស្មៅអំពីស្រែហ្នឹងព្រះសម្មាសម្ពុទ្ធបាននិមន្តទៅដល់ស្រែទៅដល់សួរថាតើព្រាហ្មណ៍កំពុងធ្វើអ្វីព្រាហ្មណ៍ឆ្លើយថាខ្ញុំព្រះអង្គកំពុងតែជំរះស្មៅក្នុងស្រែប៉ុណ្ណឹងទៅក៏ព្រះអង្គនិមន្តហួសទៅហើយស្អែកឡើងព្រះអង្គមុនទៅទៀតណាទៅដល់សួរថាព្រាហ្មណ៍កំពុងធ្វើអីខ្ញុំកណាកំពុងតែព្យួរកំពុងព្យួរឬក៏ព្រះអង្គមុនទៅទៀតទៅណាព្រោះគាត់វាមានមិច្ឆាទិដ្ឋិគាត់មិនដែលបានមានសទ្ធាអីទេស្អែកឡើងទៅព្រះអង្គទៅទៀតទៅដល់សួរព្រាហ្មណ៍ធ្វើអីគាត់ឆ្លើយទៀតខ្ញុំកំពុងតែព្រោះស្រូវស្អែកឡើងព្រះអង្គសួរទៀតទៅទៀតឈៀងទៅសួរគាត់បន្តិចទៀតណាព្រាហ្មណ៍កំពុងធ្វើអីព្រាហ្មណ៍ខ្ញុំកណាកំពុងតែបាចទឹកបញ្ចូលស្រែហើយដល់ទៅថ្ងៃក្រោយព្រះអង្គទៅទៀតទៅបិណ្ឌបាតឈៀងចូលទៅបន្តិចសួរទៀតអីព្រាហ្មណ៍កំពុងធ្វើអីខ្ញុំកណាកំពុងតែរសាស្រូវក្នុងស្រែសួររហូតព្រះអង្គទៅសួរឈៀងសួរបន្តិច
គាត់កំពុងតែមើលស្រូវគាត់កំពុងតែថែភ្លឺថែទឹកអីចឹងទៅសួររហូតតាំងពីថ្ងៃដែលគាត់ជោគស្មៅបោចស្មៅហើយនឹងភ្ជួររស់ទៅរហូតដល់ស្រូវនឹងបានទុំណាហើយដល់ទៅថ្ងៃពេលវេលាត្រូវច្រូតមកដល់រៀបចំកដៀវរៀបចំអីស្រេចបាច់អស់ហើយរៀបចំរនអ្នកទៅច្រូតកូនឈ្នួលអីហ្នឹងរទៅច្រូតប្រទេសយប់ហ្នឹងភ្លៀងខ្លាំងណាភ្លៀងខ្លាំងដល់តែភ្លៀងខ្លាំងមែនទែនទៅមកយប់ទល់ភ្លឺទឹកនឹងវាគួចវាហូរទៅក៏ស្រូវដែលទុំហើយហ្នឹងវារបូតផ្លែអស់ទៅអត់មានស្រូវអីសម្រាប់ច្រូតសោះប៉ុន្តែមុននឹងភ្លៀងធ្លាក់ហ្នឹងគាត់សប្បាយរីករាយជាមួយព្រះដែរថាបបិទ្ធប្រកោតដំដល់ចម្រើនប្រកោតដំហ្នឹងចិត្តបានណាមកសួរសុខទុក្ខខ្ញុំតាំងពីថ្ងៃដែលខ្ញុំជំរះស្មៅមកម្លេះឥឡូវចេះទៅចោបើសិនវាសន្ទូងខ្ញុំនឹងវាសម្រេចផលបានច្រើនខ្ញុំនឹងចែកចំណែកឲ្យប្រកោដំខ្លះចេះគាត់ថាអញ្ចឹងប៉ុន្តែចេះដាក់បាតទេណាដល់តែពេលមកឃើញអាសន្ទូងនឹងវាខ្ទេចខ្ទីអស់អញ្ចឹងទៅគាត់ដេកការទុកមកការទុកមែនទេការទុកអារឿងពាក្យដែលគាត់បាននិយាយជាមួយព្រះអង្គនឹងថាបើបានចែកព្រះអង្គខ្លះឥឡូវអាសន្ទូងក៏អស់បានស្អីចែកព្រះអង្គទៀតអត់ណាអញ្ចឹងទៅដេកទទួលនៅផ្ទះព្រះអង្គនិមន្តទៅដល់ផ្ទះគាត់ទៀតណាដល់ទៅដល់ផ្ទះឮតំណែងថាព្រះអង្គទៅដល់ផ្ទះអញ្ចឹងគាត់ឲ្យគេទៅទទួលព្រះអង្គមកគង់ក្នុងផ្ទះប៉ុន្តែគាត់អត់ចេញមកទេនៅដេកទទួលក្នុងបន្ទប់មិនដឹងបានពីអីឆ្លើយជាមួយព្រះអង្គខ្សែខ្លាយតែព្រះអង្គមកទាស្រូវបែកកដាលមិនដឹងបានអីនោះភ្លៀងមកទៀតណាភ្លៀងបើមកពេលនេះមិនភ្លៀងមកយកស្រូវទេភ្លៀងមកយកធោឲ្យទេមិនកើតទេមកមែនទេដល់ចឹងទៅព្រះអង្គសួររយណាព្រាមមិនឃើញបានគេប្រាប់ថាគាត់ដេកនៅក្នុងបន្ទប់បានព្រះអង្គឲ្យថាហៅមកបានព្រះអង្គសួរមិនទៅព្រាមមុខស្ងួតបានរាយរាប់ប្រាប់រឿងហ្នឹងថាខ្ញុំទៅកើតទុកហ្នឹងមកអំពីស្រូវហ្នឹងវាខ្ទេចខ្ទីអស់ទៅហើយម្យ៉ាងទៀតធ្លាប់បាននិយាយថានឹងចែកឲ្យព្រះអង្គខ្លះឥឡូវស្រូវហ្នឹងវាវិនាសអស់ទៅហើយបានជាខ្ញុំកណាហ្នឹងដេកកើតទុកសំបីតបាយក៏លែងឃ្លានដែរនឹងអញ្ចឹងរួចទៅបានព្រះអង្គសម្ដែងសួរថាម៉េចទៅព្រាមឯងដឹងដែរដឹងថារឿងដែលព្រាមឯងកើតទុកមកពីអីដែរអត់ដឹងទេដឹងតែរឿងមកពីស្រែនឹងមួយយ៉ាងបានព្រះអង្គថាតាមពិតសេចក្តីទុកក្តីសេចក្តីសោកក្តីវាកើតឡើងអំពីតណ្ហាគឺការត្រូវការសេចក្តីត្រូវការសេចក្តីប្រាថ្នានឹងកើតឡើងវានាំឲ្យមានសេចក្តីទុកអញ្ចឹងបើព្រាមអីអត់មានសេចក្តីត្រូវការដោយស្រូវនឹងទេក៏មិនមានការកើតទុកដែរបានព្រះអង្គសម្ដែងតណ្ហាយៈជាយតេសោកោតណ្ហាយៈជាយតេបយ៉ាងតណ្ហាយៈវិបមុតតាសៈណដ្ឋិសោកោកតោបយ៉ាងទៅសេចក្តីសោកកើតអំពីតណ្ហាភ័យកើតអំពីតណ្ហាកាលបើរួចស្រឡះចាក់តណ្ហាហើយសោកក៏លែងមានភ័យនឹងមានមកពីណាគាត់ស្ដាប់បានសម្រាប់ទៅជាសោតាបណ្ណបុគ្គលទៀតអានេះខ្មែរចង់លើកឡើងថាប្រសិនបើព្រះអង្គមិនបានធ្វើសេចក្តីស្និទ្ធស្នាលឲ្យស្គាល់ពីមុនមកទេគាត់មកស្ដាប់ធម៌ពេលហ្នឹងគាត់ស្ដាប់អត់បានទេពីព្រោះវាអត់មានការស្និទ្ធស្នាលជាមួយព្រះអង្គណាកំពុងតែស្ដាយស្រាប់ផងព្រះអង្គមកស្ដាប់សំដែងធម៌ថាកើតទុកព្រោះតណ្ហាហើយនឹងស្ដាប់អត់ចូលទេណាអញ្ចឹងបានខ្មែរនិយាយអំពីការដែលយើងមានសទ្ធាឥឡូវនេះហេតុអីបានជាយើងទទួលពេលនេះបានវាមានកត្តាច្រើនយ៉ាងជួនកាលមកអំពីឧបនិស្ស័យរបស់យើងពីពុព្វជាតិមកម្យ៉ាងទៀតដំណឹងវត្តអារាមនឹងយើងឮតាំងពីក្មេងមកម្លេះណាលោកសង្ឃបើសង្ឃពាក្យថាបដិជ្ជគុណពាក្យថាលោកម្ចាស់ពាក្យថាភិក្ខុពាក្យថាសាមណេរពាក្យថាវត្តពាក្យថាវិហារយើងឮតាំងពីក្មេងៗមកទេណាដល់តែពាក្យហ្នឹងយើងបានឮជារឿយមកអញ្ចឹងសំបីតែថាពាក្យថាវត្តពាក្យថាសាលាពាក្យថាវិហារនឹងមិនបានចូលមកដឹកនាំយើងដោយត្រង់ក៏ដោយក៏ប៉ុន្តែពាក្យឮទាំងអស់នេះគឺជាការឮដំណឹងល្អសម្រាប់យើងអញ្ចឹងយើងចូលមកវត្តមិនសូវជាឆ្គាំឆ្គងប្រមាណទេ
គ្រាន់តែប្រាប់បន្តិចបន្តិចទៅធ្វើទៅបានតែម្ដងតែយើងចំណន់ក្រោយមកពីអីធ្លាប់ឃើញជីដូនជីតាយើងចូលទៅវត្តគេធ្វើយ៉ាងម៉េចអូចូលទៅវត្តគេថ្វាយបង្គំព្រះសង្ឃអូចូលទៅវត្តគេថ្វាយបង្គំព្រះវាគ្រាន់តែថាថ្វាយបង្គំវាមិនតាន់ស្និទ្ធវាមិនតាន់ទន់អីប៉ុណ្្នឹងឯងប៉ុន្តែប្រាប់បន្តិចបន្តិចទៅចេះតែម្ដងណាលោតែកើតនៅប្រទេសណាដែលអត់មានលឺដំណឹងវត្តអារាមអត់មានលឺដំណឹងព្រះសង្ឃអីសោះមិនដឹងថាត្រូវធ្វើម៉េចជាមួយព្រះសង្ឃមកដល់ជំរាបសួរអញ្ចឹងទៅមកដល់ជាមួយលោក Hello អីចឹងទៅបងស៊ូអីចឹងទៅឃើញទេអាហ្នឹងមកពីអីមកពីអត់ដែលលឺណាហើយដល់យើងធ្លាប់លឺយ៉ាងច្រើនវាមិនតាន់ថ្នឹកមាត់សូម្បីតែអូអញ្ចឹងនិយាយមួយលោកដែរប៉ុន្តែបន្តិចថ្នឹកណាតែបន្តិចទៅថ្នឹកពីព្រោះពាក្យហ្នឹងយើងធ្លាប់លឺពីម៉ែពីពុករបស់យើងលឺពីជីដូនជីតារបស់យើងគឺជាពាក្យដែលលឺរឿយអញ្ចឹងមកទៅណាអញ្ចឹងដែលយើងបានសពថ្ងៃនេះគឺដោយសារកម្លាំងសេចក្តីព្យាយាមរបស់ដូនតារបស់យើងទៅណាយើងកុំឲ្យភ្លេចយើងកុំឲ្យភ្លេចថាវាខ្លាំងអីត្រឹមយើងណាភ្លេចខ្លួនយើងគិតថាយើងចាស់ពីមុនវាមិនកើតទេអីចឹងទៅយើងបដិសេធគុណចាស់ចោលអស់អូចាស់ពីមុនវាអញ្ចឹងវាមិនកើតទេខ្ញុំឥឡូវបើវាឆ្លាតអីចឹងទៅអូវត្តនឹងពីមុនមិនចេះមានពហិមិនទេដល់ខ្ញុំបានធ្វើបានតាពីមុនធ្វើអីមិនកើតយ៉ាងហោចណាស់ក៏គាត់រហូតដីបានធ្វើវត្តទុកឲ្យយើងដែរមិនចឹងណោះមិនក៏កណាតែ3នាក់ចឹងនឹងចឹងទៅណាហើយយ៉ាងហោចណាស់ក៏គាត់ចេះនាំមនុស្សឲ្យចេះទៅវត្តឲ្យចេះស្ដាប់ធម៌ឲ្យចេះអីបានជាយើងចំនួនក្រោយនឹងយើងដឹកនាំបានអញ្ចឹងការដែលយើងដឹកនាំបានសម័យក្រោយនេះណាភាគច្រើនគឺជាសំណល់កម្លាំងការព្យាយាមរបស់ពពកបរោះរបស់យើងទៅណាមិនមែនខ្លាំងអីលើយើងឥឡូវហ្នឹងទេអត់ទេណាវារឿងយើងចូលរួមពិភាក្សាទានក្នុងការធ្វើវាអញ្ចឹងហើយដូចជាយើងធ្វើអីបានល្អប៉ុណ្ណាក៏ដោយចុះសំខាន់គឺសល់ពីពពកបរោះរបស់យើងហើយស្រុកណាមួយដែលមិនដែលឮដំណឹងពុទ្ធសោះយើងទៅផ្សាយអត់ចេះស្ដាប់ទេណាឥឡូវថាបរទេសចុះមិនចេះស្ដាប់ភាសាខ្មែរពិបាកប៉ុន្តែអ្នកដែលចេះស្ដាប់ភាសាខ្មែរហើយក៏ដោយបើគេក្រុមគេនឹងគេមិនធ្លាប់ស្ដាប់ធម៌ពីមុនមកមិនធ្លាប់សល់ពីចាស់មុនមកដែលដឹកនាំឲ្យចូលវត្តទេយើងនៅតែដឹកនាំអត់បានចឹងឧទាហរណ៍ដូចអ៊ីស្លាមគេចេះនិយាយខ្មែរទេចេះនិយាយខ្មែរទេអ៊ីស្លាមហ្នឹងអ៊ីស្លាមស្រុកខ្មែរណាចេះនិយាយខ្មែរទេប៉ុន្តែសួរថាអ្នកល្បីណាមួយដែលអ៊ីស្លាមមុនទៅទេឃើញទេអញ្ចឹងអ្នកដែលនិមន្តទៅទេអ្នកដែលអញ្ជើញទៅទេនឹងគឺជាអ្នកដែលធ្លាប់បានទទួលមរតកពីចាស់ពីមុនមកមានន័យថាវាដុសខ្លះហើយយើងគ្រាន់តែយកទឹកយកទៅសាបយកទៅព្រុសទៅលើអ្វីដែលបានដុសហើយនឹងតែប៉ុណ្ណោះទេអញ្ចឹងណាយល់ថាម៉េចណាយល់ថាអញ្ចឹងឯងណាប៉ុន្តែយើងឆ្លាតជ្រុលពេកយើងបន្ទោសចាស់អូចាស់មិនកើតទេកាលពីចាស់ពីមុនគ្មានដែរអាណាចេះធัวចេះអាអីទេហ្នឹងតាមពិតមកពីគាត់បន្សល់ទុកវត្តទុកអារាមឲ្យហ្នឹងបើយើងមានកន្លែងទេសនាដូចអាត្មាដើរទេសអញ្ចឹងទេសចំទៅវត្តដែលសល់ពីដើមមកអញ្ចឹងឯងទៅណាវាគ្រាន់តែថាការប្រតិបត្តិហ្នឹងជួនកាលវាមិនបានត្រូវទឹកដប់វាមិនបានត្រូវគ្រប់ជ្រុងគ្រប់ជ្រោយអីវាជាការធម្មតាអញ្ចឹងឯងណានេះគឺថាដោយសារកម្លាំងកិច្ចការប្រឹងប្រែងព្យាយាមរបស់ចាស់ពីមុនមកនឹងយើងកុំភ្លេចទើបបុណ្យកុសលចំពោះពពកបរោះជីដូនជីតារបស់យើងបានជាយើងបានធ្វើលទ្ធផលដូចថ្ងៃនេះដឹកនាំញាតិញោមពុទ្ធបរិស័ទកសាងបានខឿនពពោធិព្រឹកបានវត្តបានអារាមទៅហើយយើងក៏ទៅជាពពកបរោះរបស់ក្មេងចំនួនក្រោយទៅទៀតអូសម័យលោកគ្រូផលសុផាបានកសាងអានេះទុកឲ្យអីចឹងទៅណាមិនចឹងណាហ្នឹងណាដល់ទុកចឹងទៅគេដឹងអត់ប្រយោជន៍អីមុនលោកសឹកយកប្រពន្ធទុកខឿនឲ្យគេមួយដែរណោះចឹងហ៎ហ្នឹងណាគឺថាបានបន្តវងបន្តវេននៃការកាន់ពុទ្ធសាសនានឹងជាបន្តទៅទៀតចឹងទៅយើងក៏ទៅជាពពកបរោះនៃចំនួនក្រោយប៉ុន្តែពាក់ព័ន្ធនឹងយើងផងយើងចំនួនហ្នឹងយើងដឹងគុណចាស់ពីមុន
dương sầm đánh vì ca đăng quân phục vẹn bỏ ra thôi bon ấyលើកប្រវត្តិវត្តនឹងកើតមកតាំងពីសក្តិអង្គនេះអង្គនោះអីចឹងទៅដើម្បីប្រាប់ពុទ្ធបរិស័ទនឹងឲ្យបានដឹងគឺថាមិនមែនទៅតែកើតសម័យយើងទេគឺថ្នប្រសពអង្គនេះប្រសពអង្គនោះបានធ្វើនេះធ្វើនោះចឹងទៅវាទៅជាទម្លាប់មួយដល់ទៅពេលព្រះអង្គផលសភាខ្លាយជាប្រសពអ្នកសក្តិក្រោយគេលើកម្ដងណោះហ្នឹងហើយចឹងឯងទៅមកទេដូចត្រៀមចាំតែភ្លៀងវាមិនព្រមធ្លាក់សោះនេះណានឹងមើលមេទៅខ្មៅទៅមានសាលាសកូនឹងឥឡូវនេះចូលមកនៅក្នុងរឿងពោធិព្រឹកម្ដងដែលពោធិព្រឹកតាមពិតមិនមែនគោរពតែនៅក្នុងពុទ្ធសាសនាយើងទេសូម្បីពួកហិណ្ឌូក៏គេគោរពដែរគេចាត់ទុកថាជាដើមឈើមានការស័ក្តិសិទ្ធិអីចឹងទៅដើមពោនឹងដកកន្លែងណាក៏គេមិនកាប់ដែរណាប៉ុន្តែការគោរពបូជារបស់ពួកហិណ្ឌូរបស់សាសនាដទៃវាមានអត្ថន័យផ្សេងពីយើងណាដោយគេគោរពថាមានទេវតានៅកន្លែងនឹងជាអ្នកថែរក្សាថ្វាយបង្គំទៅវាបានសេរីសួស្តីយ៉ាងនេះយ៉ាងនោះអានឹងពួកសាសនាដទៃក៏ប៉ុន្តែចំពោះការយល់ដឹងរបស់ពុទ្ធបរិស័ទយើងមិនដូច្នោះទេការដែលថ្វាយបង្គំព្រះបរមពុរិព្រឹកហ្នឹងគឺបង្អោនដឹងគុណព្រះសម្មាសម្ពុទ្ធជាវត្ថុតំណាងណាអញ្ចឹងមកគេចោលតែភ្លើនាំគ្នាទៅថ្វាយបង្គំដើមឈើណាចុះពីណាមិនដឹងថាឈើមិនអញ្ចឹងខ្ញុំដឹងថាឈើដែរដាំឲ្យដឹងថាឈើដែរប៉ុន្តែជាវត្ថុតំណាងនឹងជាវត្ថុតំណាងគេចោទយើងថាថ្វាយបង្គំព្រះប៉ះស៊ីម៉ង់ជិះពីណាភ្លើមកថាមិនដឹងថាស៊ីម៉ង់ណាហ្នឹងគេធ្វើតំណាងណាដូចរូបថតម៉ែឪយើងអញ្ចឹងគោរពរូបថតម៉ែឪយើងអញ្ចឹងពីណាមិនដឹងថាកដាស់ហើយឆ្នាំវាមិនមែនទេនេះណាប៉ុន្តែគេទុកគោរពគេទុកមើលទុកទៅឲ្យខ្ញុំដាក់រូបថតម៉ែនៅមុខអញ្ចេះមុខអញ្ចឹងនេះគេថាភ្លើមើលកដាស់ពីណាមិនដឹងថាកដាស់ប៉ុន្តែហ្នឹងជារូបតំណាងណោះនឹងឬក៏ថាដូចយើងនិយាយទូរស័ព្ទអញ្ចឹងនិយាយទូរស័ព្ទមនុស្សបើនៅម្នាក់ឯងមើលដូចឈួតនិយាយសើចមានតែឃើញនឹងនិយាយទូរស័ព្ទឯងនិយាយសើចប៉ុន្តែមិនមែនគេនិយាយជាមួយទូរស័ព្ទទេមិនអញ្ចឹងគេនិយាយមួយពុកវាឯណតែគេទេទៅពុកវានៅពេញឥឡូវនេះមកបននៅណេះពុកវាបាត់យូរពុកវាទេមកសួរមិនម៉ែវានិយាយទៅត្រូវឬសើចគេសើចជាមួយទូរស័ព្ទឬក៏គេសើចជាមួយពុកវាណោះហ្នឹងហើយប៉ុន្តែមានទូរស័ព្ទហ្នឹងជាកសិនសាស័យទូរស័ព្ទហ្នឹងជាអ្នកចម្លងរឿងឲ្យគេដឹងយ៉ាងណាមិញគេថ្វាយបង្គំពោក៏ដោយគ្មានពីណាសូត្រថាសូមថ្វាយបង្គំដើមឈើគេមិនមែនថាអញ្ចឹងទេណាថ្វាយបង្គំព្រះពុទ្ធរូបគេហៅថាព្រះពុទ្ធរូបស្នងព្រះអង្គទេណាហើយដល់សូត្រធម៌គេសូត្រថាម៉េចអិតិសិបិសោភគវេអរហង្គព្រះរាមាភិអង្គនោះទ្រង់ពនាមថាព្រះអរហន្តព្រោះព្រះអង្គត្រាស់ដឹងនៅយយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាបដៅឡើយអត់មានអរហង្គប្រែថាស៊ីម៉ង់ទេមានពីណាទោះខ្ញុំព្រះករណាសូមថ្វាយបង្គំព្រះពុទ្ធស៊ីម៉ង់ខ្ញុំសូមថ្វាយបង្គំព្រះធម៌កដាស់ក្នុងសភៅនោះមានពីណាថាអញ្ចឹងគេនិយាយពីព្រះធម៌គឺព្រះធម៌ដែលដឹកនាំសត្វលោកឲ្យរួចផុតទុក្ខថ្វាយបង្គំព្រះសង្ឃប៉ះកូនអ្នកស្រុកអានឹងយើងយល់មុខអានឹងវាត្រូវហើយប៉ុន្តែព្រះសង្ឃដែលយើងថ្វាយបង្គំគឺឧទ្ទិសដៅចំពោះអរិយសង្ឃព្រះសង្ឃដែលបានសម្រេចនូវគុណធម៌ឬក៏អ្នកប្រតិបត្តិដើម្បីចេញចាកអំពីរាគៈទោសៈមោហៈគេមានអត្តន័យរបស់គេទេមនុស្សដែលមិនជ្រះថ្លានឹងអង្គុយចាំតែថាអង្គុយចាំតែរិះគន់ចឹងឯងម្ល៉េះហើយយើងមិនអាចធ្វើស្អីឲ្យបានរុងរឿងរីកចម្រើនទេយ៉ាងណាមិញរឿងស្រុកទេយើងរីកចម្រើនមិនរីកចម្រើនវាមិនមែននៅលើរឿងអង្គុយរិះគន់គ្នាទេគឺរឿងដែលសហការគ្នាធ្វើអ្វីមួយហ្នឹងហើយជួនកាលរិះគន់គ្នាហ្នឹងមិនមែនតែសាសនាដទៃមករិះគន់អ្នកកាន់ពុទ្ធសាសនាសូម្បីកាន់ពុទ្ធសាសនាដូចគ្នាហ្នឹងក៏រិះគន់គ្នាទៀតណាអីសាសនាដូចគ្នាហ្នឹងគ្រាន់តែវត្តផ្សេងគ្នាឆ្លោះគ្នាទៀតអីវត្តជាមួយគ្នាអាចារ្យហេងលោកឆ្លោះគ្នាទៀត
mình dần nâng dù dù tới lâu luôn mà cha dù đứa cha chạy lôi nêm trớt luôn nè tiệt nâng chạy nè trớt làm sao luôn hả vẫn là mùi xì tịnh mùi xì chết luôn nè nè ai ơi vì na đo sái luôn vì bạn đã trà nè mình ta trà đấy lột nó rồi luôn đây lột chơi luôn này đây lột chơi đây đăng pin cả đăng vui à nè chân việc từng từ kia ơi tiền nâng miếng kế kỳ la tiền nè chân mình thay dừng vơi ruột rùm kia vinh tiền tục về ly sắc xa ọp rum nèព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនីភិក្ខុទាំងឡាយប្រសិនបើអ្នកទាំងឡាយនឹងមិនមានបរចិត្តវិជ្ជាអាចដឹងនៅចិត្តគំនិតអ្នកដទៃអានឹងគឺថាអ្នកទាំងឡាយកុំខ្វល់អ្នកទាំងឡាយចូលមកក្រឡេកមើលចិត្តរបស់ខ្លួនឯងវិញទៅណាចូលក្រឡេកមើលចិត្តខ្លួនឯងវិញឲ្យដូចជាបរិសស្ត្រីពេញកមុំពេញកន្លោះនឹងឯងចេញទៅណាមកណាស្រឡាញ់មុខមើលមុខក្នុងកញ្ចក់យ៉ាងណាបើខាងណាឃើញមុខនឹងប្រឡាក់ខ្ជូងប្រឡាក់របស់មិនស្អាតគឺបញ្ញាដោះចេញយ៉ាងណាកាលណាដែលយើងសម្លឹងមើលខ្លួនឯងឃើញខ្លួនឯងមិនល្អត្រង់ចំណុចណាយើងលាងទៅវាស្អាតមុខយើងនឹងវាមិនមែនទៅស្អាតមុខគេទេណាដូចយើងបើកឡានអញ្ចឹងយើងបើកឡានបើករថយន្តបើកម៉ូតូសំខាន់គឺយើងមើលផ្លូវសម្រាប់ខ្លួនយើងបើកទៅមិនមែនសំខាន់ទៅមើលផ្លូវឲ្យគេទេនេះប្រសិនបើយើងអ្នកបើកយ៉ាងណាវិញវិធីនៃជីវិតគឺជាវិធីធ្វើដំណើរទៅមុខដោយរថយន្តអញ្ចឹងណាហៅថាដំណើរមនុស្សលោកអញ្ចឹងមនុស្សលោកមានដំណើរវិវត្តពីចាស់ពីក្មេងមកចាស់ពីចាស់ទៅស្លាប់ហ្នឹងគឺថាជាការវិវត្តរហូតមិនមែនដោយរថយន្តទេរថយន្តមានពេលឈប់ដែរមានពេលឈប់មានពេលសម្រាកចាក់សាំងក៏ប៉ុន្តែដំណើរជីវិតរបស់មនុស្សនេះអត់មានពេលសម្រាកទេមួយថ្ងៃទៅមួយថ្ងៃគឺចាស់រហូតគឺជាដំណើរវិវត្តទៅរកចាស់វិវត្តទៅរកស្លាប់អញ្ចឹងជាមួយនឹងជីវិតដែលវាមានការវិវត្តដូចជាការដើរផ្លូវយ៉ាងនេះគឺថាត្រូវតែមើលផ្លូវត្រូវតែមើលផ្លូវខ្លួនឯងដូចបើករថយន្តអញ្ចឹងបើកាលណាយើងមើលតែផ្លូវគេពីនេះបើកឡានស្រួលទេអានោះបើកឡានមិនស្រួលទេផ្លូវខ្លួនឯងព្រមមើលពិតជាគ្រោះថ្នាក់យ៉ាងណាមិញជីវិតយើងដូចគ្នាចឹងដែរបើអាឡ័យទៅមើលរឿងរបស់អ្នកដទៃជាងរឿងរបស់ខ្លួនឯងពិតជានៅក្នុងសង្សារវដ្តហ្នឹងកាន់តែយូរហើយចឹងបានថាដូចជាបុណ្យដែលយើងកប់បីអនុមោទនាដូចជាបុណ្យកសាងព្រះបរមពោធិព្រឹក្សអីចឹងគឺថាមុននឹងយើងមានការតោះចិត្តយ៉ាងនេះយ៉ាងនោះយើងដាក់ចិត្តឲ្យស្រួលសិនទៅឲ្យស្រួលដើម្បីអនុមោទនាដើម្បីត្រេកអរណាដើម្បីឲ្យបានបុណ្យកុសលរបស់អ្នកដទៃហ្នឹងវាបង្ហូរចូលមកក្នុងចិត្តសន្តានរបស់យើងណាមិនចាំបាច់ថាយើងចូលច្រើនបានយើងមកត្រេកអរយើងមិនបានចូលច្រើនយើងមិនមកត្រេកអរជាមួយអាហ្នឹងក៏យើងមិនតាន់យល់បុណ្យកុសលហ្នឹងពិតប្រាកដដែរណាសូមឲ្យការប្រកួតប្រជែងគ្នាលុយកាក់ហ្នឹងតែសង្គមរស់នៅបរិភោគកាមខាងក្រៅទៅចុះសូមកុំឲ្យការប្រកួតប្រជែងរឿងមានរឿងទ្រព្យរឿងលុយហ្នឹងនៅក្នុងវត្តទៀតណាទេណាប្រសិនបើយើងយកការប្រកួតប្រកាន់តែរឿងអានេះចូលច្រើននោះចូលច្រើនធ្វើបុណ្យនឹងនេះចូលតិចនេះចូលច្រើនយើងមកប្រកាន់រឿងលុយច្រើនលុយតិចនៅវត្តទៀតក្នុងโลกនេះមិនដឹងថាកន្លែងណាសន្តិភាពទេពីព្រោះការប្រកាន់មានប្រកាន់ក្រអានឹងគឺជារឿងមិនសន្តិភាពរបស់មនុស្សណាអញ្ចឹងហើយបានមនុស្សត្រូវមានធម៌នៅក្នុងសង្គមដែលបរិភោគកាមគេប្រៀបធៀបអញ្ចឹងនរណាមានផ្ទះច្រើននរណាមានតំណែងច្រើននរណាមានលុយច្រើនអាហ្នឹងហើយដែលមានមុខមាត់មានកិត្តិយសគេឈ្មោះប៉ុន្តែនៅក្នុងសង្គមធម៌នេះគឺចេញមកពីវណ្ណៈទាំងអស់ហ្នឹងវណ្ណៈដែលប្រកាន់ថាមានថាក្រហ្នឹងហើយបានជាបង្កើតឲ្យមានប្រពុតចេញបួកដើម្បីធ្វើឲ្យសង្គមមួយដែលមិនប្រកួតរឿងមានក្រទៀតណាដូចគ្នានឹងព្រះអង្គសុបិនមុនពេលដែលព្រះអង្គត្រាស់ដឹងអញ្ចឹងសុបិន